បាទឧស្សាហ៍គ្រប់ជ្រាបសួរពុកម៉ែបងប្អូនទាំងគ្នាបាទថ្ងៃនេះមកបង្ហាញម៉ូតផ្ទះកបឺ51ដែលមានទីតាំងនៅខាងឃុំគុតសតស្រុកអូជ្រៅខេត្តបន្ទាយមានជ័យបងប្អូនបាទរួចរាល់ហើយបងប្អូនផ្ទះនេះមានទំហំតតឹងនេះទំហំវា6ម៉ែត្រកន្លះបងប្អូនបដោយ14ម៉ែត្របន្ទប់ដេក2បន្ទប់ទឹក1ចង្រានបាយកន្លែងទទួលភ្ញៀវបងប្អូនបាទខឿន8ទឹកបងប្អូនបាទអញ្ចឹងផ្ទះនេះទំហំក៏ធំទលាយណាបាទតឹង6ម៉ែត្រកន្លះប៉ុន្តែបើយើងនិយាយសាច់ក្រៅវាចូលល្បាក់ក្នុង7ម៉ែត្រណាអញ្ចឹងហ្នឹងម៉ូតនេះយកគំរូតាមម៉ូតកពើហាដែលខ្ញុំធ្វើនៅខាងខេត្តបាត់ដំបងបាទនៅខាងភ្នំសំពៅបងប្អូនបាទតែគាត់តែទំហំវាខុសគ្នាតិចតួចហើយការធ្វើវាអាចខុសគ្នាជាការឆ្នៃម៉ូតបន្តិចបន្តួចតាមនឹងស្ដែងអត់អាចដូចគ្នា100%ទេប៉ុន្តែគាត់តែផាត់ភាពរូបរាងចេញមកវាស្រៀងគ្នាបងប្អូនបាទផាគ្នាចេះបាទនេះផ្នែកមួយខាងទៀតណាផ្នែកខាងទៀតចេះបងប្អូននេះរងដានេះ2ម៉ែត្រហើយវាមានឡូចេញមក6ទឹកបាទខាងរងដានេះមានខាងនោះតែ2ម៉ែត្រទេអានេះ2ម៉ែត្រ6បាទខឿន8ទឹកខឿនផុសប្អួចនេះប្អួច3បើកបងប្អូនប្អួចបើកដូចទ្វាអញ្ចឹងណា3បើកហើយកញ្ចក់ទឹកសមុទ្រខាងមុខកញ្ចក់រ៉ៃស៊ីនបងប្អូនបាទអំពូលដេកយើងរៀបចំឲ្យគាត់មកជុំផ្ទះអញ្ចឹងទៅណាហ្នឹងហើយបាទតោះឥឡូវយើងទៅមើលផ្នែកខាងក្នុងទាំងអស់គ្នាណាដោយសារបរិវេណជុំវិញផ្ទះហ្នឹងអាយុមិញវាភ្លៀងបងប្អូនអញ្ចឹងដីរៀងស្អិតតិចអញ្ចឹងពិបាកដើរក្នុងការថតរៀងស្អិតជើងតិចណាហ្នឹងហើយអញ្ចឹងខ្ញុំបង្ហាញត្រុសឲ្យបងប្អូនមើលទៅព្រោះវាអត់មានអីខុសគ្នាច្រើនទេចរា5កាំមានកន្លែងផ្លូវឡើងម៉ូតូបងប្អូនបាទគ្នាដៃយើងប្រើដៃ30 60អញ្ចឹងទៅបងប្អូនបាទនេះការ៉ូចរាពណ៌ខ្មៅខាងមុខការ៉ូសាច់ស្ងួតកញ្ចក់ការ៉ូសាច់ស្ងួតណានេះកន្លែងនេះវាលោចេញ6ទឹកអញ្ចឹងបានន័យថាចំណុចនេះ2ម៉ែត្រ6ទឹកបងប្អូននេះពីដាន2គ្រាប់អញ្ចឹងទៅហ្នឹងហើយកន្លែងនេះតែ2ម៉ែត្រទេបងប្អូនទ្វារសុវត្ថិភាពនេះទ្វារសុវត្ថិភាពបងប្អូនជ្រីស្លឹកក្តារប្រព័ន្ធភ្លើងប្រកបក្នុងជាងអានេះយើងប្រើប្រភេទកញ្ចក់រ៉ៃស៊ីនបងប្អូនបើកបានណាខាងលើមានហ្វិកស្លាប់ខាងក្រោមហើយមានបើកកញ្ចក់បើកខាងលើបានបើកចេញទ្វារសុវត្ថិភាពក៏សាច់ល្អដែរណានេះផ្នែកខាងក្នុងបងប្អូនផ្នែកខាងក្នុងអញ្ចឹងធំតលាយល្អបងប្អូនបាទខាងក្នុងយើងរៀបការ៉ូសាច់មកកញ្ចក់5ជាន់មានការ៉ូព្រំមកផ្ទាំងពីដានម៉ូតកន្លែងទូភ្ញៀវមានអេកអំពូលអញ្ចឹងទៅហើយមានអំពូលហុកចំកណ្ដាលមួយប្រព័ន្ធភ្លើងប្រកបក្នុងជាងពណ៌នេះចាស់តែគាត់អ្នករើសបងប្អូនបាទតែនេះមានការ៉ូអញ្ចឹងហើយមានការ៉ូជ្រីអញ្ចឹងមកជុំទាំងអស់ណានេះសុខភាពបន្ទប់មេកសានេះបងប្អូនបាទធំតលាយបងប្អូនតែនេះវាធំដោយសារគាត់យកបន្ទប់ដេក12អញ្ចឹងធំតលាយសម្រាប់បន្ទប់គេងមួយហ្នឹងហើយនេះអំពូលរាត្រីបាទនេះប្អួចមុខនេះខ្ញុំថាវាអាចបើកបានណាបងប្អូននេះអញ្ចឹងបើកបានហ្នឹងហើយអញ្ចឹងនេះទំហំធំបងប្អូនវា3ម៉ែត្រពីទឹក5ហ៊ុនគុណ4ម៉ែត្រទេបងប្អូនបន្ទប់នេះចឹងតលាយស្រាប់បន្ទប់គេងហើយបន្ទប់ទទួលភ្ញៀវវា8ម៉ែត្រគុណ3ម៉ែត្រពីទឹក5ហ៊ុនបាទដល់ខ្លួននេះបន្ទប់ទី2អញ្ចឹងបាទបន្ទប់ទី2អញ្ចឹងពីដានម៉ូតឡើយហ្នឹងបាទការ៉ូអញ្ចឹងផ្នែកខាងក្នុងមានទាំងអស់បាទឡើយនេះកន្លែងស្រាប់យើងដាក់ទូតាំងឬក៏ដាក់អីផ្សេងទៅចក្រានបាយបងប្អូននេះចក្រានបាយយើងមានស៊ីលីងចានមានទ្វារកន្លែងចក្រានបាយអីចឹងទៅហើយបន្ទប់ទឹកនេះបន្ទប់ទឹកមានអាងនៅក្នុងនោះមួយណាមានអាងក្នុងនោះមួយចឹងណាគ្រូអញ្ចឹងរៀបដល់ពីដានចឹងទៅមានកញ្ចក់ប្រគុណចុចចឹងណានេះតើតងអាងនេះម្ចាស់តែគាត់ថែមថយគាត់បន្ថែមរៀបខ្លួនឯងចឹងពួកយើងទៅអាងយើងរៀបតែអញ្ចឹងហើយទេផ្នែកខាងក្នុងគាត់រៀបទេអញ្ចឹងតែនេះគាត់រៀបបន្ថែមខ្លួនឯងតាមនឹងជាក់ស្ដែងណាអញ្ចឹងប៉ុណ្្នឹងឯងបងប្អូនបាទអញ្ចឹងករណីបងប្អូនចង់សាងសង់អីអាចឬក៏ចង់សួរព័ត៌មានអីអាចតំណមកខ្ញុំបាទឧស្សាហ៍បាទជាអ្នកទទួលមកការសាងសង់ផ្ទាល់បងប្អូននឹងមានចម្ងល់ចង់ដឹងពីម៉ូតផ្ទះបច្ចេកទេសនៃការធ្វើខាងខ្ញុំអីអាចតំណសួរនាំផ្ទាល់បានអរគុណច្រើនបងប្អូន